งយើងក៏បានកាប់បានល្អហើយធ្វើការរំលេចវាឲ្យវាស្អាតដើម្បីកាប់យកទឹកដូងអូនឈប់ចាំម៉ែកាប់យកទឹកដូងឲ្យអូនញ៉ាំដាក់មួយកែវឈប់ដាក់តិចតិចកំពុំណាហើយក៏កាប់ដូងបាន2ហើយនេះ2ល្អណាស់ដូង2ដូងធម្មជាតិឬហើយក៏កូនខ្ញុំក៏ឃ្លានទឹកដូងណាហើយខ្ញុំក៏កាប់ដូងដើម្បីយកទឹកអានេះមានដងវ៉ៃមានទឹកវ៉ៃទឹកវាអូខេមានទឹកវ៉ៃលក់អើចាំមិនតិនមកឈប់ចាំមិនកាប់ឲ្យមានមានចាញ់ម៉ាក់កាមានចាញ់កាប់ទៅមានសាច់ចាក់ញ៉ាំមួយអូខេនេះសាច់ដូងល្អណាស់អូខេបានចាប់